ថ្ងៃនេះមុននឹងទទួលភ្ញៀវមកមើល outfit ខ្ញុំចាគឺថារៀបរាល់ហើយសម្រាប់ outfit ថ្ងៃនេះគឺថាខោកង្កែបជាមួយនឹងស្ពុតចាហើយអញ្ចឹងទៅគឺយើងត្រូវការក្បាត់ចង្កេះក្បាត់អីផងដែរហើយមុននឹងនេះកុំភ្លេចអៀមណាហើយនឹងទឹកក្តៅនិងកាហ្វេចាហើយឥឡូវហ្នឹងគឺមករៀបចំខ្លួនហើយដើម្បីទទួលភ្ញៀវមុននឹងធ្វើភ្ញៀវត្រូវតែដាក់ខ្សែក្បាត់បន្ទាប់ពីដាក់ខ្សែក្បាត់ហើយគឺអៀមក្បាត់ខ្លួននឹងតែម្ដងអ្នកទាំងអស់គ្នានិយាយទៅគឺថាត្រូវតែ clean up មុនដើម្បីទទួលភ្ញៀវគឺការងាររាល់ថ្ងៃមានតែប៉ុណ្្នឹងឯងអញ្ចឹងហើយភ្ញៀវមកហើយគ្រាន់តែខ្ញុំអត់បានធ្វើឲ្យតែប្រហែលអាទិត្យទេស៊ីកញ្ចក់ដៃខ្លួនឯងគៀនឡើងហើមសពុលតែម្ដងចាអញ្ចឹងហើយភ្ញៀវទី1គឺមកធ្វើបំពេញចាហើយនិយាយមែនណាគ្រាន់តែដោះកញ្ចក់គាត់ហ្នឹងបងប្អូនអើយគឺថាពណ៌អាំងអត់ស្ងួតអញ្ចឹងទៅគឺថាក្បាលត្រៀលខ្ញុំជាប់ពណ៌មកទំហឹងខ្ញុំប្រើប្រាស់ក្បាលត្រៀលគឺមាន3ប្រភេទអ្នកទាំងអស់គ្នាមានអាក្បាលដែកពណ៌មាសនិងក្បាលដែកនេះគេហៅថាពណ៌ប្រាក់ហ្នឹងដើម្បីកាត់អាបែកទឹកដោយសារតែកញ្ចក់គាត់ហ្នឹងត្រូវការកាត់រំលីងជាខ្លាំងគាត់ថាបែកទឹកខ្លាំងណាស់ JC អើយអ្នកឯងទៅចោលខ្ញុំពិតជាហត់នឿយចិត្តមែនតើចាអញ្ចឹងហើយឥឡូវបានតែគាត់ទុកចិត្តលើស្នាដៃយើងហើយត្រូវការកាត់រំលីងដោះចេញដូចថ្មីអញ្ចឹងតែម្ដងគឺថាត្រៀលអីមកស្អាតឲ្យគាត់ហើយឥឡូវមកធ្វើម្សៅបំពេញតែការបំពេញរបស់ខ្ញុំនេះគឺលក្ខណៈដូចធ្វើថ្មីអញ្ចឹងដោយសារអីគឺខ្ញុំអត់ចូលចិត្តធ្វើលុំទេដាក់ទៅមកងុំស្អាតតែម្ដងចានិយាយមែនអ្នកទាំងអស់គ្នាគឺថាភ្ញៀវថ្ងៃហ្នឹង focus តែមួយទេក្រៅពីហ្នឹងអ្នកទាំងអស់គ្នាមើលទៅនៅក្នុងវីដេអូហ្នឹងតើមានអ្វីខ្លះចាភ្ញៀវទី1ហ្នឹងគឺធ្វើបំពេញហ្នឹងខ្ញុំយកគាត់$50តាមពិតទៅនៅកន្លែងខ្ញុំតម្លៃបំពេញហ្នឹងគឺចកខ្លីយកបានត្រឹមតែ$45ទេប៉ុន្តែដោយសារតែខ្ញុំនេះយក$5ពីលើដោយសារតែកញ្ចក់ហ្នឹងដាក់ដូចធ្វើថ្មីហើយអញ្ចឹងត្រូវខ្ញុំយកឆោចតម្លៃពីលើហើយខ្ញុំត្រូវការលាបពណ៌មិនបាច់ចាំប្រើបេះទេព្រោះអីខ្ញុំត្រៀមអាគ្រើមក្បាលខ្មៅរួចរាល់ហើយអញ្ចឹងហើយគឺលាបពណ៌យកតែម្ដងហើយគ្រាន់តែលាបពណ៌ស្រាប់តែភ្ញៀវនោះបើកទ្វារចូលមកផ្លែតខ្ញុំថាអ្នកឯងមានណាត់ជាមួយខ្ញុំម៉ោងណាគាត់ថាម៉ោង9កន្លះ Oh my god ហើយមិនមកលឿនម៉េចខ្ញុំនេះទៅធ្វើបានមិនទាន់25នាទីផងហ្នឹងខ្ញុំឯណាដៃ10ដៃ100នោះគ្រាន់តែលឺភ្ញៀវប្រាប់ថាម៉ោង9កន្លះអញ្ចឹងអ្នកឯនេះគឺលាបត្រឹមតែ2នាទីទេបើភ្ញៀវនេះចាំហើយមិនអាចទុកយូរទេដោយសារតែមានភ្ញៀវម៉ោង10ចិត្តមកទៀតចាអ្នកឯនេះធ្វើត្រឹមតែ gel manicure អត់មានអីដោះអញ្ចឹងហើយត្រឹមតែ15នាទីទេគឺហើយអញ្ចឹងហើយភ្ញៀវម៉ោង10ក៏មកអង្គុយចាំដែរបានតែថា late ហើយ late រហូតទៅពេញមួយថ្ងៃហ្នឹងគឺ late រហូតចាអញ្ចឹង gel manicure ហ្នឹងគឺថាមិនបាច់មើលដៃទេដៃអារោកអារ៉ាខេខាមាំណាស់គាត់ថាគាត់ដឹងតែខ្ញុំហ្នឹងនិយាយពីដៃរបស់គាត់ហើយគឺគាត់ស៊ីកញ្ចក់របស់គាត់ប៉ុន្តែមិនមែនស៊ីកញ្ចុងចុងទេណាគឺគាត់ស៊ីគៀនដោយសារតែគាត់មានបញ្ហាគឺកញ្ចក់កជាក្រាញ់អ្នកទាំងអស់គ្នាដែលឮថាកជាក្រាញ់ដៃហ៎និយាយទៅគឺសូម្បីតែខ្ញុំជាជាងហ្នឹងក៏មានកជាក្រាញ់ដៃដែរអា hangnail ហ្នឹងណាចាបើមិនបានកាត់បើមិនបានឆ្កឹះឆ្កៀលទេគឺនៅមិនសុខចឹងតែម្ដងត្រូវតែខំត្រូវតែបេះអញ្ចឹងតែម្ដងទាល់តែមានកញ្ចក់ hangnail ឬក៏កជាក្រាញ់គៀនហ្នឹងបានយល់អារម្មណ៍ហ្នឹងឥឡូវធ្វើគាត់រួចរាល់ហើយគឺធ្វើ gel manicure ចាអញ្ចឹងហើយមកមួយទៀតនិយាយទៅគឺថាអង្គុយចាំបន្តកតុយដូចនិយាយអញ្ចឹងតែបានតែអង្គុយចាំហើយគឺចាំបន្តកតុយហើយភ្ញៀវនេះដែរគឺណាត់ជាមួយខ្ញុំតាំងពី3ថ្ងៃមុននិយាយទៅគឺថាគាត់នឹងជាគ្រូបរិញ្ញាបត្រអញ្ចឹងហើយមកលើកណាក៏ដោយគឺពណ៌ក្រហមនឹងអត់ចោលទេឈ្មោះ Big Apple Red OPI មួយឆ្នាំទួលមួយឆ្នាំមួយខែទួលមួយខែគឺពណ៌នឹងរហូតអត់ដូរទេហើយបើសួរពីអាយុគាត់វិញគឺថា76ឆ្នាំហើយអ្នកទាំងអស់គ្នាប៉ុន្តែបើពណ៌គឺបើមិនបានក្រហមមិនអស់ចិត្តយ៉ាងហ្មងគេថាកាន់តែចាស់កាន់តែស្រឡាញ់ពណ៌ឆើតឆាយហើយនិយាយពីឡានវិញគឺថាជិះបដូរគ្រប់ម៉ូដគ្រប់ style យ៉ាងតែម្ដងហើយក៏គ្រប់ពណ៌ដែរគាត់ថាមុននឹងគាត់ទៅគាត់ត្រូវការផ្លាស់ប្ដូរឡាននិយាយទៅកាបូបគឺគាត់អត់ផ្លាស់ប្ដូរទេស្បែកជើងខោអាវអីគាត់មិនចូលចិត្តលេង style ទេប៉ុន្តែគាត់ចូលចិត្តលេង style ឡានអញ្ចឹងមកថាភ្ញៀវអាកាំងភាគច្រើននៅពេលដែលគាត់ចាស់គាត់ retire គាត់ស្រឡាញ់ជាងគេគឺឡានហ្នឹងសម្ភារៈនិយមនឹងហ្មងប៉ុន្តែសម្ភារៈនិយមមិនសំខាន់ប្រហែលទេគ្រឿងអលង្ការអីកាបូបអីគាត់មិនចូលចិត្តហ្មងទេតែគាត់ចូលចិត្តឡានតែម្ដងចា
ហើយបើរឿងហូបចុកនៅក្រៅអីក៏គាត់មិនចូលចិត្តដែរគាត់ថាញ៉ាំនៅផ្ទះគឺមានសុខភាពល្អជាងហើយយើងធ្វើខ្លួនឯងយើងដឹងថាអាណាល្អសម្រាប់សុខភាពអញ្ចឹងទៅគាត់និយាយក៏ត្រូវមួយយ៉ាងដែរតែសម្រាប់ Madam JC ឲ្យទៅថាមានលុយថ្ងៃសៅរ៍ថ្ងៃអាទិត្យឡើងចង់តែដើរអញ្ចឹងតែហ្មង បើមិនបានអស់លុយទេគឺមិននៅផ្ទះតែម្ដងមិនសុខចិត្តតានិយាយទៅគឺអញ្ចឹងឯងមិនដឹងធ្វើម៉េចទេបងប្អូនអើយហើយសម្រាប់ភ្ញៀវនេះដែរគឺកញ្ចក់គាត់ហ្នឹងគឺគេហៅថា dip powder ជ្រលក់អញ្ចឹងទៅអត់មានអីពិបាកអីគាត់ទៅធ្វើហើយរួចរាល់លាប base coat top coat ជាការស្រេចហើយភ្លេចប្រាប់ gel manicure មុនហ្នឹងគឺបាន$35នៅកន្លែងខ្ញុំធ្វើ gel manicure ថោកមែនតើមិនដឹងថាខែណាឆ្នាំណាបានឡើងថ្លៃឯងបងប្អូនហើយទឹកតែវិញគឺយាយនេះ$45បានត្រឹមតែទឹកតែ$7ទេគឺថោកមែនតើចាគាត់មិនសូវហ៊ានចំណាយលុយទេសម្រាប់ gel manicure គឺគាត់បាន Venmo ឲ្យខ្ញុំហើយ$10ចាហើយភ្ញៀវមុនដែលខ្ញុំធ្វើគាត់ហ្នឹងគឺបាន$15ចា$15ណាអញ្ចឹងទៅឥឡូវបន្ទាប់ពីរុំខ្ចប់អីរួចរាល់ហើយឥឡូវយើងមកចូលភ្ញៀវមួយទៀតបន្ទាប់ពីរុំខ្ចប់ហើយមកនេះដាក់សលៃដាក់អសុធនចាដោយសារអីអានឹងដាច់ជាងគេអញ្ចឹងហើយត្រូវតែមានចាបន្ទាប់ពីយើងរុំអីរួចរាល់អស់ហើយយើងមកដោះហើយមើលឆែកមើលថាវាប៉ុណ្ណឹងចេញនៅបើថាមិនទាន់ចេញទេរុំវាទុកឡើងវិញនិយាយទៅគឺថាគាត់នេះគាត់ដេបពណ៌ខ្មៅពីមុនណាគាត់ធ្វើដេបជ្រលក់ពណ៌ខ្មៅអញ្ចឹងហើយគាត់មកធ្វើចុងសអញ្ចឹងវាមានការពិបាកដែរបើសិនជាយើងដោះពណ៌អត់អស់ទេប្រកាសជាឃើញពណ៌នៅខាងក្រោមនឹងកម្ៅគឺដាក់ចុងសទៅវាអត់ឃើញស្អាតហើយគាត់យករៀងកញ្ចក់ក្របល្មុតទៀតអញ្ចឹងទៅខ្ញុំត្រូវការកាត់គៀនហើយអ្នកមុនធ្វើឲ្យគាត់នឹងគឺថាមិនបាច់មើលទេកញ្ចក់គាត់កពេញកប៉ាងដូចប៉ែលអញ្ចឹងអ្នកទាំងអស់គ្នាអញ្ចឹងហើយមិនបាច់និយាយរឿងគេទេឥឡូវមកនិយាយរឿងខ្ញុំធ្វើកញ្ចក់វិញកញ្ចក់នេះដែរគឺខ្ញុំជ្លក់ម្ដង5រៀលដោយសារអីគឺខ្ញុំមានភ្ញៀវណាត់តអញ្ចឹងទៅថ្ងៃហ្នឹងគឺអត់បានសម្រាកអីទេមានតែភ្ញៀវខ្លួនឯងអ្នកផ្សេងគឺអង្គុយមើលខ្ញុំហើយអ្នកធ្វើការជាមួយខ្ញុំគេទៅឆែកមើល appointment គេថាថ្ងៃហ្នឹងពួកគេដេកទាំងអស់គ្នាមានតែខ្ញុំទេដែលអង្គុយធ្វើអញ្ចឹងហើយគេអត់ខ្វល់ទេព្រោះអីមេគាត់ប៉ាវទៅហើយអញ្ចឹងហើយរឿងអីដែលគេខ្វល់អញ្ចឹងបើថាខ្ញុំធ្លាប់ធ្វើវីដេអូនិយាយរឿងអ្នកធ្វើការឲ្យថៅកែយួនណាគឺគេមានប្រាក់ខែឲ្យទោះជាខែស្ងាត់អីក៏ដោយក៏នៅតែកូនចៅបានប្រាក់ចំណូលដែរសម្រាប់ខ្ញុំគឺគេអត់ស៊ីលុយប៉ាវទេខ្ញុំមិនមែនថាគេអត់ប៉ាវទេគឺខ្ញុំអត់ស៊ីលុយប៉ាវដោយខ្លួនឯងចាឥឡូវភ្ញៀវនេះគឺឲ្យទឹកតែ$20ចាអញ្ចឹងរួចរាល់ហើយភ្ញៀវមិញហ្នឹងគឺ$65ចា$65ណាធ្វើdip French ហ្នឹងហើយបានទឹកតែ$20ឥឡូវមកមួយទៀតបងប្អូនមួយទៀតហ្នឹងក៏ធ្វើជ្រលក់ដែរនិយាយទៅថ្ងៃហ្នឹងគឺសិតតែជ្រលក់អញ្ចឹងតែម្ដងម៉ារីយ៉ាហ្នឹងគឺថាស៊ីលុយឆ្ងាញ់ហើយការងារស្រួលចាដោយសារតែតាំងពីដឹងថាMadam JC retire មកនិយាយទៅភ្ញៀវគេយល់ចិត្តអញ្ចឹងហើយគាត់មិនហ៊ានឲ្យខ្ញុំធ្វើការងារអីពិបាកទេហើយភ្ញៀវហ្នឹងគាត់ចង់បានលេង design ចាគាត់ថាធ្វើអីធ្វើទៅឲ្យតែវាត្រូវរដូវខែ fall ហ្នឹងអញ្ចឹងហើយខ្ញុំរើសពណ៌ឲ្យគាត់ខ្លួនឯងហើយពណ៌ដែលខ្ញុំរើសឲ្យគាត់ហ្នឹងគឺពណ៌សូកូឡាខ្ចីហើយជាមួយហ្នឹងពណ៌ប្រាក់ហើយនឹងពណ៌រៀងស្លឹកឈើងាប់បងអ្នកទាំងអស់គ្នាហើយក៏លាយជាមួយនឹងមេអំបៅទាំងដែរនិយាយទៅគឺថាមានអីបងស្អាតម្យ៉ាងដែរអញ្ចឹងណាហើយភ្ញៀវគាត់ស្រឡាញ់មែនតើនិយាយទៅគាត់ថាឲ្យតែខ្ញុំធ្វើឲ្យគាត់ស្អីក៏បានដែរប៉ុន្តែអ្វីដែលខ្ញុំរើសឲ្យគាត់ហ្នឹងគឺត្រូវចិត្តគាត់តែម្ដងនិយាយទៅខ្ញុំគិតថាអានេះគឺជាចំណូលចិត្តខ្ញុំនៅខែ fall ហ្នឹងអញ្ចឹងខ្ញុំគិតថាភ្ញៀវខ្ញុំក៏គាត់ជួយដែរតែគាត់ពិតជាពេញចិត្តមែនតើសម្រាប់ភ្ញៀវនេះដែរខ្ញុំយកគាត់បាន$65ធ្វើម្សៅជ្រលក់ហ្នឹងហើយដាក់អាស្លឹកឈើជាមួយនឹងប្រាក់ហ្នឹងអ្នកទាំងអស់គ្នាគឺខ្ញុំយកគាត់$5-10ពីលើទៀតអញ្ចឹងបាន$65ក៏ដល់ទឹកតែខ្ញុំបាន5-10រៀលថ្ងៃហ្នឹងគឺរាប់ទឹកតែត្រួសទៅគឺមិនហ៊ាននិយាយទេតើអ្នកទាំងអស់គ្នាជួយគិតមើលខ្លួនឯងទៅបើកាលណាយើងនិយាយទៅគេថាយើងនឹងអួតលើតែវីដេអូចានិយាយមែនហើយបើសួរខ្ញុំថារវល់អត់ចាបើមិនរវល់ទេទៅហាងគេអីអញ្ចឹងទៅហាងគេមានភ្ញៀវធ្វើជាប់អីអញ្ចឹងណាអូយនិយាយមែនអ្នកទាំងអស់គ្នា
ខ្ញុំរាល់ថ្ងៃខ្ញុំធ្វើការខ្ញុំបន់ឲ្យទៅដល់ម៉ោងចេញមកផ្ទះទេដូចថ្ងៃនេះអញ្ចឹងម៉ោង5អត់តាន់ទេមកផ្ទះហើយទទួលបានភ្ញៀវឡើង8នាក់អញ្ចឹងបងប្អូនរាប់មើលទៅតើខ្ញុំធ្វើបានប្រមាណបច្ច័យដែរអញ្ចឹងហើយមនុស្សខ្ញុំឲ្យនៅដល់ម៉ោង9ម៉ោង10យប់អីគឺមិនដែលនៅដល់នឹងទេបើសិនជានៅដល់នឹងប្រកាសជាក្បែរពាន់ហើយមិនអញ្ចឹងណោះអញ្ចឹងហើយខ្ញុំធ្វើត្រឹមតែម៉ោង5ម៉ោង6អីគឺខ្ញុំមកផ្ទះហ្នឹង5 600គឺខ្ញុំអស់ចិត្តហើយអញ្ចឹងខ្ញុំមិនអាចនៅដល់ម៉ោង9ម៉ោង10អីទេនិយាយទៅគឺខ្ញុំអត់ជួយចិត្តធ្វើការ late ទេខ្ញុំជួយចិត្តធ្វើការលឿនហើយខ្ញុំជួយចិត្តមកផ្ទះលឿនចាអញ្ចឹងភ្ញៀវនេះគឺ Resta ចេញហើយ set នេះគឺ$65សម្រាប់ហ្នឹងកញ្ចក់ហ្នឹងគឺធ្វើម្សៅជ្រលក់ធម្មតា45រៀលហើយដោយសារតែធ្វើរាង coffin shape យក5រៀលទៀតអញ្ចឹងទៅ50ជាមួយ design ចានេះជាលុយទឹកតែដែលគាត់ឲ្យអញ្ចឹង65រៀលទឹកតែ5-10រៀលហើយអ្នកផ្សេងគឺអ្នកខ្លះអង្គុយលេងព្រាតអញ្ចឹងទៅចាតែសម្រាប់ខ្ញុំគឺថាអាទិត្យនេះគឺបុកពេញបន្ទាប់មកទៀតគឺអង្គុយមិនតិចពួតខ្លួនពួតអីអញ្ចឹងទៅឥឡូវហ្នឹងគឺថាភ្ញៀវ request Gel Builder ហ្នឹងមកទៀតហើយនិយាយទៅអា Gel Builder ហ្នឹងខ្ញុំមិនប្រកែប្រហែលមិនជំនាញអីទេប៉ុន្តែអាចធ្វើបានចាដោយសារអីគេថាយើងធ្វើឲ្យគេជាប់ល្អអញ្ចឹងណាហើយមិនត្រៀលទៅមិនស៊ីសាច់គេមិនក្តៅដៃអីអញ្ចឹងទៅតាមពិតទៅអ្នកទាំងអស់គ្នា Gel Builder បើចង់ដាក់ primer ក៏បានមិនដាច់ដាក់ក៏បាន thinner អីហ្នឹងមិនបាច់ដាក់ក៏បានដែរសំខាន់ណាគឺត្រូវតែលាប base coat gel បើអត់លាប base coat gel ទេក៏អត់ជាប់ដែរហើយខ្ញុំណាជៀសវាងការកញ្ចក់ភ្ញៀវមានប្រេងមានអីអញ្ចឹងទៅត្រូវតែដាក់ primer ឬក៏ bonded ហ្នឹងត្រូវតែដាក់ហើយជក់ដែលខ្ញុំប្រើគេហៅថា 2 in 1គេមានជក់កំប៉ែតហើយនឹងជក់តូចនឹងសម្រាប់វាគៀនដើម្បីឲ្យមើលទៅឃើញកញ្ចក់គេកំពុងឃើញខ្នងដើមអ្នកទាំងអស់គ្នានិយាយទៅកញ្ចក់ចេញមកគឺស្អាតសាហាវហ្មងអូយយូរបានភ្ញៀវធ្វើ Gel Builder ម្ដងបងប្អូនឥឡូវឃោសនាមកម៉ាដាម JC ហើយនិយាយមែននៅលើភពផ្កាយខ្លាំងឈ្មោះយើងហ្នឹងតែអត់ដែលមានថាអូ bad review របស់ Madam JC អីទេមានតែភ្ញៀវសរសើរចាអញ្ចឹងការធ្វើការរបស់ខ្ញុំមួយថ្ងៃហ្នឹងគឺរួចរាល់ហើយសម្រាប់ Gel Builder មួយហ្នឹងគឺគ្រប់ដែរតើអ្នកទាំងអស់គ្នាអញ្ចឹងទាយមើលថា Gel Builder refill កន្លែងខ្ញុំយកបានប៉ុន្មានបងប្អូនទាយត្រូវខ្ញុំឲ្យទឹកតែបងប្អូន$20វិញអូនិយាយលេងឯអ្នកទាំងអស់គ្នាអើយបាច់ចាំទាយឯងខ្ញុំប្រាប់ទៅកន្លែងខ្ញុំធ្វើការបានថ្លៃឯងបងប្អូន Gel Builder refill នឹងបានត្រឹមតែ$55ទេចានិយាយទៅគឺបានថោកមែនតើសម្រាប់ Gel Builder ណាហើយខ្ញុំត្រូវការត្រៀលក្បាលត្រៀលអីកាត់ក្បាលអីរួចរាល់ហើយមកត្រៀលអាគ្រើមក្បាលខ្មៅហ្នឹងដើម្បីទៅលាបពណ៌សម្រាប់ការលាបពណ៌វិញគឺគេត្រូវការពណ៌ burgundy red ហើយពណ៌ហ្នឹងគឺពេញនិយមមែនតើស្អាតអ្នកទាំងអស់គ្នាខ្ញុំក៏ស្រឡាញ់ដែរពណ៌ហ្នឹងដូច cherry អញ្ចឹងណា cherry អញ្ចឹងណាគឺពេញនិយមរដូវ fall ហ្នឹងឯងហើយបន្ទាប់ពីយើងលាប2ជាន់ណាបើដឹងថាវាស្អាតមែនតើហើយកូនហ្នឹងគឺថាចេញមកសុភាពចាគាត់ហ្នឹងគឺជនជាតិដែលនិយាយទៅជាចិត្តតែកវីក្បាលធ្វើដៃអីចឹងណាប៉ុន្តែល្អចាដោយសារតែគាត់នៅក្នុងថោនមួយដែលថ្លៃថ្នូរអញ្ចឹងទៅគឺថាការងារធ្វើកញ្ចក់របស់ខ្ញុំអីរួចរាល់ឲ្យគាត់អញ្ចឹងក៏បានទឹកតែគូសំដែរចាអញ្ចឹងបន្ទាប់មកគឺរួចរាល់ហើយអញ្ចឹងអ្នកទាំងអស់គ្នាចាំជួបគ្នានៅវីដេអូឥឡូវនេះជាទឹកតែដែលគាត់ឲ្យអញ្ចឹងជួបគ្នានៅវីដេអូអរគុណច្រើនជម្រាបលាសុខសប្បាយទាំងអស់គ្នាកុំភ្លេចណា like និង share